ការរស់ស៊ីយើងមិនមែនតែចេះតែលក់ដាច់រហូតទេគង់តែមានថ្ងៃណាមួយយើងលក់អត់ដាច់អាច2 3ថ្ងៃ4 5ថ្ងៃមួយអាទិត្យជាប់គ្នាអញ្ចឹងណាហេតុអីក៏យើងនៅត្រឹងត្រឹមហ្នឹងយើងនៅពិបាកចិត្តយើងនៅទុកសោកអារឿងដែលយើងលក់អត់បានយើងមិនខំប្រឹងបំលែងឧបសគ្គដែលយើងជួបហ្នឹងទៅជាឱកាសរបស់យើងវិញចំពោះផលលំបាកនៃការលក់អនឡាញនេះឬក៏មិនថាធ្វើអីផ្សេងៗតែងតែជួបផលលំបាកឬក៏ឧបសគ្គមករារាំងរហូតអូនអត់អាចរលូនរហូតទេណាផលលំបាកទី1គឺសូមគោរពជំរាបសួរទស្សនិកជនទាំងអស់គ្នាសូមស្វាគមន៍ពុកសាជាថ្មីមកកាន់ Aligo Podcast ចាជួបជាមួយនឹងនាងខ្ញុំលីនីដែលជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីចាដោយបងប្អូនទស្សនិកជនបានដឹងកន្លងមកហើយថាកម្មវិធី Aligo Podcast តែងតែនាំមកនៅជាមួយនឹងការគោរពអញ្ជើញវាគ្មិនកិត្តិយសដែលជាបុគ្គលឆ្នើមបុគ្គលដែលមានស្នាដៃដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍រួមទាំងទស្សនៈផ្សេងៗផងដែរសម្រាប់ថ្ងៃនេះវិញពីខាងកម្មវិធីក៏មានកិត្តិយសខ្លាំងមែនទែនដែលវាគ្មិនកិត្តិយសគាត់គឺជាអ្នកដឹកនាំឆ្នាំមួយរូបនៅប្រចាំក្រុម Aligo ផងដែរដូច្នេះសូមកុំឲ្យខាត់ពេលយូរទៅជួបជាមួយនឹងគាត់ទាំងអស់គ្នាចាជំរាបសួរបងចាជំរាបសួរអូនចាសុខសប្បាយបងចាសុខសប្បាយអូនសុខសប្បាយអត់សុខសប្បាយបងចាឃើញតែស្នាមញញឹមក៏ដឹងថាសុខសប្បាយដូចគ្នាចាបងចឹងមុនឈានទៅដល់មុននឹងឈានទៅដល់សំណួរចម្លើយខ្ញុំក៏ចង់ឲ្យបងណែនាំខ្លួនទៅកាន់ទស្សនិកជនដើម្បីទស្សនិកជនក៏គាត់បានស្គាល់បងកាន់តែច្បាស់ចាចាជំរាបសួរអូនជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះណែនស្រីកុលសប្តាហ៍ថ្ងៃគឺជាប្រធានគ្រប់គ្រងនៅក្នុងក្រុមហ៊ុន Eligo សប្តាហ៍ថ្ងៃនាងខ្ញុំរស់នៅរាជធានីភ្នំពេញហើយក៏មានស្វាមីហើយដែរចាស្មានតែ single នៅស្មានតែនៅលាវនៅស្អាតអូមកឃើញក្មេងចាបងនៅក្មេងខ្លាំងមែនតើចាំបងមួយរយៈហ្នឹងលក់ដាច់ច្រើនទេបងដាច់អូនលក់ដាច់ដឹងអាដាច់ព្រោះតែល្បីថាបងជា top sell មួយរូបដែរចាអូនចាចាំបងបានស្គាល់ជាមួយនឹង Eligo រយៈពេលប៉ុន្មានឆ្នាំហើយបងសម្រាប់បងស្គាល់ Eligo រយៈពេល8ឆ្នាំហើយអូនចូលលក់ក៏8ឆ្នាំដែរស្គាល់ភ្លាមចូលលក់ភ្លាមហ្មងបងចានិយាយទៅអត់ចាំយូរទេស្គាល់ភ្លាមចូលលក់ភ្លាមបងស្គាល់ Eligo តាមរយៈណាដែរបងសម្រាប់បងស្គាល់ Eligo តាមរយៈមេបបងគឺបងសវីយើងសវីចាគាត់ជាមេបបងគាត់ណែនាំឲ្យបងស្គាល់ក្រុមហ៊ុន Eligo ពេលដែលបងស្គាល់អញ្ចឹងទៅគាត់ណែនាំអញ្ចឹងទៅបងមើលឃើញថា Eligo ជាក្រុមហ៊ុនមួយដែលល្អយកចាំបាច់កាត់ស្តុកដំបូងអញ្ចឹងហើយក៏មានបរិញ្ញាចំណេះដឹងជាច្រើនក៏បងចូលលក់ហ្មងអញ្ចឹងអត់ចាំយូរណាបងចារយៈពេលលក់គឺបងលក់រយៈពេល8ឆ្នាំមកហើយចាអូនចាបងប៉ុន្តែរយៈពេលប្រហែលឆ្នាំហើយដែលបងអភិវឌ្ឍខ្លួនខ្លាយទៅជាប្រធានក្រុមនៅក្នុងនិយាយទៅគឺខាងផ្នែកលក់បងនៅក្នុង Eligo ចាសម្រាប់បងការវិវត្តខ្លួនពីអ្នកលក់ធម្មតាទៅជាប្រធានក្រុមគឺរយៈពេល5ឆ្នាំហើយអូនអញ្ចឹងមានន័យថាលក់3ឆ្នាំអភិវឌ្ឍខ្លួនខ្លាយជា leader បាទរយៈពេល5ឆ្នាំចាបងតាំងពីជំនាន់ COVID មកអញ្ចឹងរយៈពេល8ឆ្នាំបងក៏ឆ្លងកាត់ជំនាន់ COVID ដែរមែនអត់បងឆ្លងកាត់ជំនាន់ COVID ចាបើនិយាយពីសម័យ COVID ភាគច្រើនគឺមានគេដែលគេរាំងស្ទះសេដ្ឋកិច្ចច្រើនប៉ុន្តែនៅពេលហ្នឹងហេតុអីក៏បងនៅតែឈរជើងជាប់ជាមួយនឹង Eligo បងអាចបង្ហាញប្លែកនឹងតិចបានទេចាអូនកាលពេលជំនាន់ COVID ហ្នឹងភាគច្រើនគឺកាំងស្ទះជាមួយនឹងការរស់ស៊ីជាពិសេសអ្នកដែលគាត់រស់ស៊ីនៅតាមតូបដូចជាបើកហាងកៅអៅបើកលក់អីវ៉ាន់ប្រើប្រាស់ឬក៏ម្ហូបអាហារអីនៅតាមផ្លូវអីអញ្ចឹងអាហ្នឹងគឺគាត់កាំងតែសម្រាប់បងនៅក្នុងក្រុមហ៊ុន Eligo គឺបងលក់ទៅតាមអនឡាញអញ្ចឹងអត់កាំងទេចាបងនៅតែបូតលក់ហើយបូតលក់ដាច់ជាងមុនទៀតដោយសារតែពេលហ្នឹងភាគច្រើនគេនៅផ្ទះសង្ងំនៅផ្ទះច្រើនអញ្ចឹងទៅក៏គេមើលទូរស័ព្ទច្រើនហើយលក់ដាច់បានច្រើនមែនតើចាអញ្ចឹងសម័យ COVID គ្រប់គ្នាបែរជាមានបញ្ហាសេដ្ឋកិច្ចប៉ុន្តែសម្រាប់បងនៅតែលក់បាននៅតែរកចំណូលបានជាមួយនឹង Eligo ចាអូនពិតមែនចាចុះមុនពេលដែលចូល Eligo បងមានអាជីពជាអីគេដែរបងសម្រាប់បងមុនចូល Eligo បងជាអ្នកធ្វើការនៅខាង micro រ៉ាញ់វត្ថុមួយចាចឹងទៅពេលដែលមុនហ្នឹងបងធ្វើការនៅ Crystal Micro រ៉ាញ់វត្ថុហ្នឹងប្រហែលជាខ្ទង់3ខែបន្ទាប់មកក៏បងបានស្គាល់ Eligo ហើយក៏បងចូលលក់ហ្មងចាសម្រាប់ចិត្តចូលជាមួយនឹង Eligo ដែលអត់ស្ទាក់ស្ទើរតែម្ដងអត់ស្ទាក់ស្ទើរដោយសារជាចំណងចំណូលចិត្តរបស់បងគឺបងចូលចិត្តការរស់ស៊ីហើយនឹងនិយាយទៅមានអារម្មណ៍ថាចង់រស់ស៊ីហ្មងលែងចង់ធ្វើការឲ្យគេអញ្ចឹងក៏បងសម្រេចចិត្តចូលមកលក់ហ្មងចា
ខេបងចាំបងឆ្លងកាត់បទពិសោធន៍បងជាច្រើនឆ្នាំបងគិតថាអ្នកលក់ជាពិសេសអ្នកលក់ដ៏ឆ្នើមនៅកាន់នៅវិស័យអនឡាញបងគិតថាអ្នកលក់ដែលគាត់លក់ឆ្នើមហ្នឹងគាត់គួរតែផ្ដោតទៅលើចំណុចណាដែរបង ចាអូនបើឆ្លងកាត់តាមបទពិសោធន៍របស់បងលក់ច្រើនឆ្នាំមុននេះសម្រាប់អ្នកលក់ដែលគាត់ជាអ្នកលក់អាជីពហើយអ្នកលក់ដាច់ចេះផ្ដោតសំខាន់ទៅលើទី1គឺក្តីស្រឡាញ់ពិតប្រាកដទៅលើអាជីពរបស់យើងដែលយើងកំពុងតែធ្វើហ្នឹងគឺក្តីស្រឡាញ់របស់គាត់ទី1ទៅលើអាជីពហ្នឹងទី2សម្រាប់ផលិតផលដែលគាត់កំពុងតែលក់ធម្មតានៅពេលដែលយើងមានក្តីស្រឡាញ់ពិតប្រាកដយើងធ្វើអត់ចេះធុញទេចាធ្វើអត់ចេះធុញក្នុងការលក់ក្នុងការនិយាយជាមួយភ្ញៀវក្នុងការធ្វើវីដេអូថ្មីថ្មីផុសចូលក្នុង page ក្នុង TikTok ហ្នឹងអូនអញ្ចឹងការលក់របស់យើងគឺលក់ដោយក្តីស្រឡាញ់ចង់ឲ្យភ្ញៀវទទួលបាននូវផលិតផលមួយដែលល្អហើយលក់ដោយអ្នកអាជីពហ្មងណាអញ្ចឹងគឺយើងលក់ដាច់ហើយទី2គឺសម្រាប់អ្នកដែលគាត់ជាអាជីពហ្នឹងអ្នកលក់ហ្នឹងគឺផ្ដោតសំខាន់ហ្មងគឺគាត់ក្នុងការយកចិត្តទុកដាក់ជាមួយភ្ញៀវក្នុងការឆ្លើយតបភ្ញៀវឲ្យបានលឿនក្នុងការធ្វើវីដេអូ content មិនឲ្យតាក់ចិត្តភ្ញៀវឬក៏ចែកម្លែកឲ្យភ្ញៀវស្គាល់ពីអត្ថប្រយោជន៍នៃមិនត្រឹមតែផលិតផលរបស់យើងទេស្គាល់ពីអត្ថប្រយោជន៍នៃសុខភាពអីផ្សេងៗណាអញ្ចឹងគឺចំណុចហ្នឹងឯងដែលធ្វើឲ្យភ្ញៀវគាត់ចូលចិត្ត page របស់យើងចាហើយគាត់គ្រប់គ្រងនៅផលិតផលរបស់យើងណាចំណុចទី3គឺផ្ដោតសំខាន់ទៅលើការបដោតធម្មតានៅពេលដែលយើងធ្វើអីមួយពេលដែលយើងផ្ដោតយកចិត្តទុកដាក់ដូចជាការលក់របស់យើងផ្ដោតឲ្យខ្លាំងផ្ដោតដែលអត់ចេះធុញណាយើងតបជាមួយភ្ញៀវឲ្យបានលឿនបូតភ័យឲ្យបានជាប់គឺលក់ដាច់ហើយសំខាន់បើសិនជាយើងអត់ផ្ដោតទេក៏លក់អត់បានដែរសំខាន់បងផ្ដោតសំខាន់លើការផ្ដោតហ្នឹងហ្មងចា ពិតជាពិសេសខ្លាំងមែនតើបងព្រោះថាការផ្ដោតការផ្ចង់អារម្មណ៍វាជាចំណុចមួយដែលធ្វើឲ្យយើងសម្រេចបានគោលដៅលឿនចាទស្សនិកជនទាំងអស់គ្នាបើសិនជាគិតថាវីដេអូមួយនេះមានអត្ថប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាឬក៏មានអត្ថប្រយោជន៍សម្រាប់មនុស្សជុំវិញខ្លួនសូមធ្វើការចែករំលែកម្នាក់មួយផងចាអរគុណច្រើនអញ្ចឹងពីខាងខ្ញុំទៅក៏មានជាសំណួរបន្តក្នុងការសំណេះសំណាលដើម្បីចង់ដឹងពីបងដែរព្រោះដោយសារតាល្បីខ្លាំងថាបងជា leader ឆ្នើមរោគដែរចាបងអញ្ចឹងចង់ដឹងថាក្រៅពីប្រាក់ចំណូលតើ Eligo បានផ្ដល់អ្វីជូនបងខ្លះដែរបងចាអូនចំណុចនោះសំខាន់ខ្លាំងមែនតើសម្រាប់ក្រុមហ៊ុន Eligo ក្រៅពីប្រាក់ចំណូលគឺបងទទួលបានច្រើនពីក្រុមហ៊ុន Eligo ទី1គឺចំណេះដឹងគឺពេលដែលក្រុមចូលមកដល់ក្រុមហ៊ុន Eligo មានបង្រៀនពីចំណេះដឹងជាច្រើនដូចជាតាក់ទងជាមួយនឹង page តាក់ទងជាមួយនឹងសុខភាពតាក់ទងជាមួយនឹងក្តីស្រឡាញ់ការធ្វើឲ្យយើងមានភាពក្លាហានណាចាចំណេះដឹងគឺច្រើនបងរៀបរាប់អត់អស់ទេចាសូមសង្ខេបខ្លីៗអញ្ចឹងណាហើយចំណុចទី2គឺក្តីស្រឡាញ់ចំពោះ Eligo មិនត្រឹមតែធ្វើបរៀនឲ្យយើងចេះលក់ផលិតផលទេផ្ដល់ទាំងក្តីស្រឡាញ់ការយកចិត្តទុកដាក់ជាមួយនឹងអ្នកលក់ថែមទៀតអញ្ចឹងអូនចាទី3គឺបងពេលដែលចូលដល់ក្រុមហ៊ុន Eligo បងមានភាពក្លាហានកុំមុនបងភ័យដូចឧទាហរណ៍ជាមួយនឹងការចែកម្លែកមិនថានៅក្នុង Zoom ឬក៏តាមផ្ទាល់ឬក៏ចែកម្លែកដូចកំពុងតែនិយាយជាមួយអូនអញ្ចឹងបងកុំមុនភ័យឡើងញ័រហ្មងបងនិយាយអត់ចាញ់ទេតែនៅពេលដែលចូលដល់ក្រុមហ៊ុន Eligo បងរៀនជាច្រើនពីក្រុមហ៊ុនហើយអាសាឡើងចែកម្លែកធ្វើឲ្យបងលែងមានអារម្មណ៍ថាភ័យអាចនឹងនៅភ័យតិចតួចតែឥឡូវគឺអភិវឌ្ឍបានច្រើនអញ្ចឹងអរគុណដល់ក្រុមហ៊ុន Eligo មែនតើតែជួយឲ្យខ្ញុំរីកចម្រើនចាបងពីខាងក្រុមហ៊ុនទៅក៏ដូចជាពីខាងក្រុមការងារក៏បានសង្កេតឃើញថាបងពិតជាអ្នកដឹកនាំដ៏ឆ្នើមហើយធីមរបស់បងពិតជាសម្រេចបានលទ្ធផលយ៉ាងគួរឲ្យកត់សម្គាល់ធីមរបស់បងក៏កូនធីមរបស់បងក៏ឃើញគាត់ខ្លាយជាអ្នកលក់ចូល top កំពូលដែរតើបងមានកន្លឹះអីក្នុងការចែករំលែកតទៅជាមួយនឹងការដឹកនាំដើម្បីឲ្យធីមរបស់បងបានជោគជ័យដូចសពថ្ងៃនេះអត់បងចាអូនអរគុណសម្រាប់សំណួរមួយនេះសម្រាប់បងចំពោះបងដឹកនាំធីមមករីចម្រើននៅដល់សប្តាហ៍ថ្ងៃនេះចំណុចទី1គឺបងផ្ដោតសំខាន់ទៅលើការចែកម្លែកចំណេះដឹងដល់ពួកគាត់ណានៅពេលដែលបងធ្វើអីមួយទទួលបានលទ្ធផលល្អគឺបងតែងតែចែកម្លែកនៅចំណេះដឹងដែលបងបានធ្វើនឹងចាចំពោះទី2គឺក្តីស្រឡាញ់ដែលផ្ដល់ពួកគាត់វាថាយើងមិនមែន fake ចាចំពោះចំណុចទី3គឺការលើកទឹកចិត្តសំខាន់ការលើកទឹកចិត្តសំខាន់មែនតើអាចនិយាយបានថាការលើកទឹកចិត្តខ្លួនឯងសំខាន់ជាងបន្ទាប់មកគឺការលើកទឹកចិត្តពីអ្នកដទៃឬក៏ពីអ្នកជុំវិញខ្លួនឬក៏មេរបស់យើងចឹងបងតែងតែលើកទឹកចិត្តព្រោះធម្មតាការរស់ស៊ីអូនការរស់ស៊ីគឺវា
ថិតថេរគង់វង្សឯងពេលខ្លះយើងលក់ដាច់ពេលថ្ងៃខ្លះយើងលក់អត់ដាច់ចឹងណាយើងមិនមែនលក់ដាច់រហូតទេយើងមិនមែនទទួលបានផលល្អរហូតទេវាតែងតែមានឧបសគ្គមករារាំងអញ្ចឹងពួកគាត់តែងតែមានឧបសគ្គអញ្ចឹងអឺតែងតែបងតែងតែលើកទឹកចិត្តឬក៏លួងលោមនៅពេលដែលមានបញ្ហាទាំងអស់ហ្នឹងឲ្យគាត់ទៅរកចំណុចអីផ្សេងៗមកអភិវឌ្ឍឬក៏ធ្វើអីឲ្យប្លែកពីនឹងបន្ថែមទៀតអញ្ចឹងអូន ចាបងចាទស្សនិកជនទាំងអស់គ្នាការលូតលាស់របស់អ្នកគឺជាភាពជោគជ័យនៃ Eligo ចាបងអញ្ចឹងខ្ញុំក៏ចង់ដឹងពីចំណុចមួយដែលធីមរបស់បងកូនធីមរបស់បងជាដៃគូផ្នែកលក់ខាងក្រៅកូនធីមរបស់បងនៅផ្ទះម្នាក់មួយកន្លែងអាចថាឆ្លងខេត្តគ្នាក៏មានដែរ ចា៎ តើការគ្រប់គ្រងធីមរបស់បងគ្រប់គ្រងតាមប្រព័ន្ធណាឧទាហរណ៍ថាបងបើសិនជាបងត្រូវការប្រជុំឬកិច្ចការណាដែលជាបន្ទាន់ណាតើបងនឹងជ្រើសរើសវិធីសាស្ត្របែបណាដើម្បីអូខេដើម្បីធ្វើកិច្ចការប្រជុំឬក៏បែបណាបងអាចចែកម្លែកបានទេថងចំណុចហ្នឹងចំពោះធីមមានទាំងខេត្តមានទាំងអ្នកនៅភ្នំពេញពួកគាត់អត់នៅជុំគ្នាជិតគ្នាទេចាអញ្ចឹងគឺចំណុចទី1គឺតាមក្រុមនឹងឯងអូនក្រុមតាម Telegram ឬក៏ក្រុម Facebook អញ្ចឹងតែឥឡូវគឺភាគច្រើនខាងបងប្រើ Telegram ក្រុម Telegram ហើយទី2គឺតាម Zoom នឹងឯងអូនចាបងចាអាហ្នឹងគឺពិសេសខ្លាំងហើយយូរអាចជួបគ្នាម្ដងអញ្ចឹងណាអូនអូខេចាជាទូទៅធីមរបស់បងគាត់ជាស្ត្រីមេផ្ទះទាំងអស់ឬក៏គាត់មានអ្នកធ្វើការដែរបងជាទូទៅភាគច្រើនស្ត្រីមេផ្ទះហើយក៏មានអ្នកធ្វើការដែរតែតិចតួចអញ្ចឹងណាអូនចាប៉ុន្តែគាត់នៅតែសម្រេចលទ្ធផលបានចាគាត់នៅតែសម្រេចលទ្ធផលអាហ្នឹងទៅសើពួកគាត់មែនតើពួកគាត់មានភាពក្លាហានហើយប្រកែសំខាន់បងចែកម្លែកហើយពួកគាត់យកទៅធ្វើបើមិនជាអត់ខំប្រឹងខ្លួនឯងក៏ធ្វើអត់ចេញលទ្ធផលដែរពួកគាត់ចិត្តតែមនុស្សប្រកែអញ្ចឹងអូនចាអញ្ចឹងតើតើជាមួយនឹងការបដិបដាលរបស់បងហើយបូករួមជាមួយនឹងទេពកោសល្យឬក៏ការប្រឹងប្រែងរបស់ពួកគាត់បន្ថែមទៀតត្រូវអត់បងចាត្រូវអូនរយៈពេល8ឆ្នាំហើយបងគិតថានៅក្នុងវិស័យនៃការលក់អនឡាញមួយនេះបងគិតថាផលលំបាកជាបញ្ហាណាមួយបងហើយបងតែងតែដោះស្រាយបញ្ហាហ្នឹងដោយរបៀបណាបងចាអូនចំពោះផលលំបាកនៃការលក់អនឡាញនេះឬក៏មិនថាធ្វើអីផ្សេងតែងតែជួបផលលំបាកឬក៏ឧបសគ្គមករារាំងរហូតអូនអត់អាចរលូនរហូតទេណាអញ្ចឹងជាធម្មតាផលលំបាកទី1គឺ page អូនអញ្ចឹងតាំងពីបងលក់ផលិតផលមក page របស់បងគឺមានខ្ទង់20ជាង page ហើយពេលខ្លះ page ខ្លះខូចពេលខ្លះអត់សូវដើរអញ្ចឹងទៅគឺបងបង្កើតថ្មីឬក៏ account Facebook របស់យើងដែលខូចអញ្ចឹងនៅពេលដែលមានឧបសគ្គរារាំងគឺបងតែងតែជំនះវាបើទៀតថា page ខូចយើងបង្កើត page ថ្មីហើយសិក្សារបៀបម៉េចថាកុំធ្វើឲ្យ page ហ្នឹងខូចតទៅទៀតខុសលក្ខខណ្ឌ Facebook អញ្ចឹងណាអូនអញ្ចឹងនេះជាឧបសគ្គហើយបើមិនជាយើងជួបឧបសគ្គយើងអត់ដោះស្រាយសួរថាតើយើងជំនះវាបានអត់គឺអត់បានទេអញ្ចឹងជួបឧបសគ្គត្រូវទៅដោះស្រាយគឺជួបឧបសគ្គច្រើនមែនតើកុំមើលឃើញថាបងទទួលបានលទ្ធផលលក់ដាច់ហ្នឹងស្រួលងាយស្រួលអត់ទេអូនពិបាកហើយក៏មានពេលខ្លះក៏ស្រួលអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងតស៊ូតែងតែជំនះនៅឧបសគ្គទាំងអស់ហ្នឹងអូនចាហើយទី2គឺឧបសគ្គពេលមុនគឺខាងម៉ាក់ប៉ាបងគឺអត់ឲ្យលក់អនឡាញទេចាហ្នឹងហើយដោយសារហេតុអីដែរបងដោយសារតាបងរៀនខាងផ្នែក banking ធនាគារអញ្ចឹងពេលដែលរៀនចប់ពីសាកលហើយគឺខាងប៉ាម៉ាក់បងគាត់ចង់ឲ្យបងទៅធ្វើការនៅធនាគារចាអត់ចង់ឲ្យបងលក់អនឡាញទេថារៀនអស់លុយមកកណោអីអញ្ចឹងណាអូនហើយចង់ឲ្យយើងស្លៀកពាក់កៅអៅស្អាតនៅកន្លែងធ្វើការចង់ឲ្យនិយាយទៅចង់ឲ្យកូនគាត់ស្អាតអញ្ចឹងណាចាបងគាត់គិតថាការលក់អនឡាញហ្នឹងនៅតែផ្ទះហើយអត់បានស្លៀកពាក់ស្អាតអីអញ្ចឹងទៅហើយគាត់ចង់ឲ្យយើងធ្វើអ្វីដែលស័ក្តិសមជាមួយចំណេះដឹងរបស់យើងតែសម្រាប់បងពេលដែលបងចូលធ្វើការនៅខាងធនាគារនឹងបានរយៈពេលប្រហែលខែបងមានអារម្មណ៍ថាបងអត់មានក្តីស្រឡាញ់ធម្មតាតែយើងធ្វើអីមួយក្តីស្រឡាញ់យើងអត់ចេញមកពីខាងក្នុងចំពោះការងារដែលយើងធ្វើទៅមុខក៏អត់សុខចិត្តដែរហើយបងគឺចូលចិត្តនៅក្នុងការរកស៊ីហើយក៏បងបានស្គាល់ Eligo អញ្ចឹងទៅគឺបងចូលក្រុមហ៊ុន Eligo បងមានអារម្មណ៍ថាបងលក់ដោយមានក្តីស្រឡាញ់ពីខាងក្នុងរបស់បងស្រឡាញ់ផលិតផលស្រឡាញ់ក្រុមហ៊ុនអញ្ចឹងទៅក៏ធ្វើឲ្យបងទទួលបានលទ្ធផលល្អហើយនៅពេលដែលបងទទួលបានលទ្ធផលល្អប៉ាម៉ាក់បងគឺគាត់សុបាយចិត្តគាត់លេងខាត់ខាំងបងទៀតហើយចាអាហ្នឹងជាឧបសគ្គដំបូងដែលបងជួបចាហើយគាត់សុបាយចិត្តមែនតើនៅពេលដែលបងទទួលបានលទ្ធផលមួយខែ
KK អញ្ចឹង អូវ៉ាវខែ KK ចា ចាបងចុះពីខាងគ្រួសារបបងគាត់មានការគ្រប់គ្រងបបងតាបង អឺសម្រាប់ប្តីបបងគាត់គ្រប់គ្រងតាំងពីពួកយើងអត់ទាន់រៀបអាពាហ៍ពិពាហ៍ជាមួយគ្នាមានតែគាត់ម្នាក់ឯងដែលគ្រប់គ្រងបងចង់ធ្វើអីក៏គាត់គ្រប់គ្រងដែរចំណុចហ្នឹងគឺបងអរគុណប្តីរបស់បងមែនតើគាត់ ស្វាមួយទៅកាន់គាត់ហ្មង និយាយទៅអរគុណប្តីដែលតែងតែគ្រប់គ្រងរហូតមក សង្ឃឹម នៅពេលដែលអត់មានអ្នកណាគេគ្រប់គ្រងគឺមានតែគាត់ម្នាក់ដែលតែងតែគ្រប់គ្រងគាត់លើកទឹកចិត្តកាលហ្នឹងបងអត់ចេះផេកទេគឺគាត់បរៀនបងចេះផេកគាត់ស្រាវជ្រាវគាត់មិនមែនជាអ្នកចេះតែគាត់ស្រាវជ្រាវបងចង់លក់អញ្ចឹងគឺគាត់ដឹងគាត់ស្រាវជ្រាវដើម្បីបរៀនបងហើយអត់ដែលខុតខាំងទេជួយដឹកអីវ៉ាន់ជួយមកចប់ហ្មងសម្រាប់ប្តីរបស់បងមកដល់សប្តាហ៍ថ្ងៃក៏អញ្ចឹងដែរហើយតែគាត់ជាមនុស្សម្នាក់ដែលអត់ដែលថាចេះតែសារប្រពន្ធអីចេញខាងក្រៅហី អត់សូវចេះនិយាយស្ដី អត់សូវចេះនិយាយ ចា៎ របៀបអញ្ចឹងណា ចា៎ តែគឺគាត់តែងតែជួយរហូតជួយពេលដែលមានបញ្ហាអីចឹងគឺគាត់ជួយរហូតចឹងណាខាង page ខាងការលក់អីអញ្ចឹងណា ចាបងចា និយាយទៅបានប្តី ចាបង អរគុណគាត់មែនតើហើយឥឡូវគ្រួសាររបស់បងប៉ាម៉ាក់អ៊ំអីគឺគាត់សប្បាយចិត្តគាត់គ្រប់គ្រងបងដោយសារគាត់ឃើញបងទទួលបានលទ្ធផលមួយនឹងពិតមែនណា ចាបងចា ចា ចូលរួមមកបោសាទរផងបង អរគុណ ពិត ច្រើន ជាសប្បាយចិត្តខ្លាំងចា អរគុណ បងចា អូន ពីខាងក្រុមហ៊ុនឬក៏ពីខាងកម្មវិធីក៏មានអារម្មណ៍ថាអបអរសាទរបងដែលបងទទួលបាននៅអីដែលបងចង់បានដោយបច្ចុប្បន្នដែលបងខ្លាយជាប្រធានក្រុមផ្នែកលក់មួយផ្នែកចឹងទៅហើយគ្រួសារក៏មានសុភមង្គលហើយប៉ាម៉ាក់ក៏ទទួលបាននៅអ្វីដែលបងខំប្រឹងចាពិតជាកោតសរសើរបងចា អរគុណអូន ចាបងដោយសារតែនិយាយមកដល់កន្លែងនេះគឺយើងអាចថានិយាយតាក់ទងជាមួយនឹងជីវិតគ្រួសារបន្តិចហើយអញ្ចឹងពីបងបានទទួលបានគ្រួសារមួយដែលអាចថាគ្រួសារដែលកក់ក្ដៅទោះគាត់មិនសូវចេះនិយាយស្ដីប៉ុន្តែគាត់អាចនឹងគ្រប់គ្រងបងក្នុងនាមខ្ញុំជាមនុស្សស្រីខ្ញុំក៏អត់ទាន់មានគ្រួសារដែរខ្ញុំចង់ឲ្យបងអាចនិយាយថានិយាយជា quote មួយទៅកាន់ដែលបងប្អូនស្រីៗរបស់យើងដែលគាត់ត្រូវមានគ្រួសារគាត់ទៅគូនមើលពីគ្រួសាររបស់គាត់ថាអាចថាគ្រួសាររបស់គាត់បែបណាអញ្ចឹងណាយើងសម្រេចចិត្តមុនអីចឹងណាបងលក្ខណៈថាមុននឹងយើងសម្រេចខ្សែគប់អ្នកណាម្នាក់ឲ្យយើងសង្កេតមើលពីគាត់សិនអញ្ចឹងចាបងអាចផ្ដាំផ្ញើតិចបានទេបង ចាអូនថងចំណុចហ្នឹងមុនអឺលើកទឹកចិត្តឲ្យបងប្អូនស្រីៗយើងនៅពេលដែលមុននឹងសេពគប់ជាមួយអ្នកណាម្នាក់មើលទីមួយគឺអត្តចរិតហ្មងកុំមើលពីរូបសម្បត្តិមុន ចា អត្តចរិត ចាបង អត្តចរិតគាត់របៀបមិនដែរគាត់ slot boat គាត់ខិតខំធ្វើការងាររបស់គាត់ជាកូនកតញ្ញូអត់ចាគឺបងដំបងគឺគាត់បងលងស្រឡាញ់ប្តីបងដោយសារតែអញ្ចឹងឃើញគាត់ slot ណា slot boat ហើយគាត់និយាយថាអត់ចេះដើរលេងអញ្ចឹងណាអូន ចាមកដល់សប្តាហ៍ថ្ងៃការបាន4ឆ្នាំហើយក៏គាត់អត់ដែលទៅដើរលេងណាដែរពេលដែលគាត់នៅផ្ទះគឺគាត់នៅជាមួយបងគាត់បងចង់ទៅណាអញ្ចឹងគាត់ដឹកបងទៅញ៉ាំអីទៅដើរលេងអញ្ចឹងណា ចា តែគាត់អត់ដែលគាត់ថាគាត់អត់ចេះរាប់អានមិត្តភ័ក្តិក៏ថាបានដែរតែចំពោះមនុស្សប្រុសគឺច្រឹកខុសគ្នាអ្នកខ្លះគាត់រាប់អានមិត្តភ័ក្តិមែនតែ នៅតែស្រឡាញ់ប្រពន្ធ នៅតែយកចិត្តទុកដាក់ជាមួយប្រពន្ធកូនអញ្ចឹងណាអូនអញ្ចឹងអត្តចរិតខុសគ្នាគ្រាន់ថាពេលដែលដំបូងគឺមើលទៅលើអត្តចរិតនឹងឯងបងផ្ដោតសំខាន់ទៅលើអត្តចរិតអញ្ចឹងណាហ្នឹងហើយអូន ចាអរគុណច្រើនបង ចាអូនអរគុណ ចាខ្ញុំនឹងក៏បើពីខ្ញុំក៏នឹងរៀនសូត្រពីបងដែរព្រោះឃើញបងជោគជ័យខ្លាំងមែនតើសំខាន់គឺមានមនុស្សម្នាក់ដែលនៅចិត្តយើងខ្លាំងបំផុតហើយគ្រប់គ្រងរបស់យើងគ្រប់គ្រងការសម្រេចចិត្តគ្រប់គ្រងការធ្វើអាជីវកម្មរបស់យើងបន្ថែមទៀតដែរចាបងត្រឡប់ទៅខាងដើមតិចបងនៅពេលដែលបងចូលជាមួយនឹងក្រុមហ៊ុនដំបងបងប្រកាសជាអត់ទាន់ចេះលក់អីមែនអត់ ចា ចាតើពីខាងក្រុមហ៊ុនមានការបង្ហាត់បង្រៀនជូនបងបន្ថែមទេបង មានអូនព្រោះអីក្រុមហ៊ុនពេលដែលចូលដំបងអញ្ចឹងធម្មតាយើងចូលដំបងយើងអត់ទាន់ចេះទេសឹងតែថាអត់ទាំងអស់អ្នកខ្លះដោយកូនធីមបងអញ្ចឹងអត់ទាន់ចេះអីអញ្ចឹងទៅគឺក្រុមហ៊ុនបរៀនបន្ថែមហើយក៏បងបរៀនបន្ថែមតែសម្រាប់បងចូលដំបង
ក៏អត់ចេះដែរចឹងក្រុមហ៊ុនមានការបរៀនទៅតាមអនឡាញដូចជា Zoom ទីមួយសំខាន់បំផុត Zoom ទីពីរសំខាន់ក្នុងក្រុមអូន ចាបង ចានៅពេលដែលក្រុមហ៊ុនមានវីដេអូសម្រាប់បរៀនឬក៏បរៀនក្នុង Zoom ចឹងទៅយើងយកចិត្តទុកដាក់បន្ថែមហើយយើងអាចយកទៅអនុវត្តណាតើបងមានមកដល់ថ្ងៃនេះអញ្ចឹងបងប្អូនដែលចូលមកដល់ក្រុមហ៊ុន Elico មិនបាច់ខ្លាចថាអូយអត់ចេះទេដឹងលក់ធ្វើមិនបាច់ទេ ចា អត់ដឹងនិយាយពីណាទៅណា ចា អត់ស្គាល់ផលិតផលមិនបាច់ភ័យទេព្រោះអីដំបូងគឺអញ្ចឹងទាំងអស់គ្នាតែនៅពេលដែលយើងចូលមកគឺក្រុមហ៊ុនមានបរិញ្ញាក្រុមហ៊ុនអត់ຕົកចោលទេអញ្ចឹងបងប្អូនយកចិត្តទុកដាក់បន្តិចទៅសិក្សាបន្តិចទៅហើយយកទៅអនុវត្តណាចាយកទៅអនុវត្តបន្តិចទៅគឺទទួលបានផលហើយ ខេប ចា ងប៉ិនជាពិសេសខ្លាំងមែនតើ ចាបងនៅពេលដែលបងចូលលក់ដំបងបងដែលរំពឹងថាខ្លួនឯងនឹងអាចអភិវឌ្ឍខ្លួនខ្លាយទៅជាប្រធានក្រុមដូចបច្ចុប្បន្នបង សម្រាប់បងដំបូងគឺបងអត់រំពឹងបងអត់រំពឹងថាគាត់ថាខ្លួនឯងអាចឈានដល់ចំណុចបងខ្លាយជាថ្នាក់ដឹកនាំleader គេអត់ទេបងគិតតែថាដំបូងបងគិតទៅថាអូបងស្រឡាញ់ក្រុមហ៊ុនស្រឡាញ់ផលិតផលហើយបងចង់រកចំណូលបងចង់បានចំណូលប្រហែលជាចន្លោះ500ទៅ700អញ្ចឹងណាដំបូងណា ចាបង ហ្នឹងគឺការដំបូងរបស់បងគឺបងមានបំណងបែបហ្នឹងតែនៅពេលដែលបង ចូលដល់ក្រុមហ៊ុន Elico លក់បាន2 3ឆ្នាំទៅក៏អមានអារម្មណ៍ថាចង់ក្លាយជា leader ដឹកនាំគេបន្ថែមចែកម្លែកចំណេះដឹងចែកម្លែកអ្វីដែលយើងចេះទៅកាន់team អញ្ចឹងណា អាចថាពេលដែលចូលក្រុមហ៊ុនមានអារម្មណ៍ថាខ្លួនឯងអាចមានចក្ខុវិស័យឆ្ងាយជាងមុនទេបង ពេលដែលមុននឹងចូលក្រុមហ៊ុនអត់មានទេតែដល់ពេលដែលយើងចូលដល់ក្រុមហ៊ុនភ្លាមគឺមានចក្ខុវិស័យវែងឆ្ងាយដោយសារអីក៏មុនយើងអត់ចេះដល់ពេលឥឡូវយើងចេះហ៎អូន ចា ចា អរខ្លាំងមែនតើបងឧទាហរណ៍ថាបើសិនជានេះជាឧទាហរណ៍ណាបងបើសិនជារយៈពេល3ថ្ងៃជាប់គ្នាបងធ្វើការបិទការលក់មិនបានតើបងនឹងធ្វើអីមុនគេដើម្បីស្ដារស្ថានភាពការលក់របស់បងត្រឡប់មកវិញ ចាអូនបើអាហ្នឹងបើសិនជាបងបិទការលក់អត់បានរយៈពេល3ថ្ងៃហ្នឹងវា0 0ហ្មងណា ចាបង ទីមួយគឺបងសម្រួលអារម្មណ៍ខ្លួនឯងសិនចាធម្មតាទាំងបងទាំងអ្នកលក់នៅក្នុង Elico ឬក៏មិនថាធីមរបស់បងឯងនៅពេលដែលគាត់លក់អត់បានពី3ថ្ងៃជាប់គ្នាមានអារម្មណ៍ថារៀងសែតទៅអត់ ចា សែតណាលក់អត់បានមានអារម្មណ៍ថាឃើញគេលក់បានមានអារម្មណ៍ថាអត់សុបាយចិត្តអញ្ចឹងបងសម្រួលអារម្មណ៍របស់បងងាកត្រឡប់មកគិតសារក្រោយបន្តិចថាការរស់ស៊ីយើងមិនមែនតែចេះតែលក់ដាច់រហូតទេគង់តែមានថ្ងៃណាមួយយើងលក់អត់ដាច់អាច2 3ថ្ងៃ4 5ថ្ងៃមួយអាទិត្យជាប់គ្នាអញ្ចឹងណា ចាបង ហេតុអីក៏យើងនៅត្រឹងត្រឹមហ្នឹងយើងនៅពិបាកចិត្តយើងនៅអឺទឹកទុកសោកអារឿងដែលយើងលក់អត់បានយើងមិនខំប្រឹងបំលែងឧបសគ្គដែលយើងជួបហ្នឹងទៅជាឱកាសរបស់យើងវិញថាលក់អត់បានមកពីយើងបូតអត់ដើរអត់ចំអតិជនគោលដៅឬក៏មិនជាយើងធ្វើវីដេអូថ្មីវីដេអូដែលមើលទៅប្លែកជាងមុនជាយើងរកចំណុចខ្វះខាតក្នុងការបិទការលក់របស់យើងចាព្យាយាមធ្វើម៉េចអភិវឌ្ឍខ្លួនបន្ថែមទៀតអញ្ចឹងណាអូន ចាបង ចា ចា អរគុណអូន ចាទស្សនិកជនទាំងអស់គ្នាបើសិនជាទស្សនិកជនគិតថាវីដេអូមួយនេះមានអត្ថប្រយោជន៍សម្រាប់អ្នកឬក៏មនុស្សជុំវិញខ្លួនអាចធ្វើការចែករំលែកមួយផងចាអរគុណច្រើនអញ្ចឹងពីខាងបងអូនទៅក៏មានប្រហែលជាមួយឬក៏ពីរសំណួរទៀតក្នុងការសំណេះសំណាលជាមួយបងចា អូន ចាអញ្ចឹងចំពោះបងតើបងគិតថាអ្វីជាបញ្ហាចោទបំផុតសម្រាប់អ្នកលក់មិនថាលក់អនឡាញមិនថាលក់ផ្ទាល់មិនថាជាអ្នកលក់ជាមួយនឹងក្រុមហ៊ុនឬក៏អ្នកលក់ខាងក្រៅបង ចាអូនជាបញ្ហាដែលចោតសម្រាប់អ្នកលក់មិនថាអ្នកលក់ផលិតផលផ្សេងឬក៏ផលិតផលក្រុមហ៊ុនយើងណាបញ្ហាចម្បងគឺទីមួយគឺអត់ផ្ដោតនឹងហ្មងការផ្ដោតគឺសំខាន់បងឲ្យតម្លៃទៅលើការផ្ដោតណានៅពេលដែលយើងផ្ដោតគឺអ្វីគឺត្រឡប់យើងអត់ធន់ណាវាថាយើងស្រឡាញ់នៅអ្វីដែលយើងធ្វើយើងផ្ដោតទៅលើការលក់របស់យើងការធ្វើវីដេអូធម្មតាតែយើងអត់ផ្ដោត page មួយថ្ងៃអត់ផុសផងឬក៏មួយថ្ងៃផុសតែមួយពីរធម្មតាpage អាចផុសមួយថ្ងៃចន្លោះ3ទៅ4 5វីដេអូឬក៏អាចលើសហ្នឹងណាវាល្អតែបើយើងអត់ផ្ដោតទេមានអារម្មណ៍ថារៀងហីណា ចាបង ហើយវាហីទៅតាមហ្នឹងណា ចា លក់បានប៉ុន្មានយកប៉ុណ្្នឹងណា ចា យើងរបៀបថាអត់មួយទៀតគឺមហិច្ឆតាដែលយើងចង់បានណា
អាហ្នឹងបងឲ្យចំណុចហ្នឹងមួយទៀតមហិច្ឆតាដែលយើងចង់បានចំណូលក្នុងមួយខែប្រហែលក្នុងមួយថ្ងៃចំនួនប្រហែលជើងអញ្ចឹងបើសិនជាគាត់អត់មានមហិច្ឆតាអាហ្នឹងចំណុចសំខាន់គាត់ហើយគាត់ចង់បានមួយថ្ងៃលក់បានតែមួយកំប៉ុងពីរកំប៉ុងធ្វើម៉េចឲ្យតែចំណេញ4 5រៀលក៏បានដែរអាហ្នឹងអឺធ្វើឲ្យគាត់លក់អត់បានច្រើនទេអញ្ចឹងគាត់ធ្វើសកម្មភាពវាអត់ពេញលេញចាអូន ជាចុងក្រោយក៏ចង់បានពីបងដែរចង់សួរសំណួរបងអាចថាជាការសុំហ្មងបង ចា ចាបងអាចថាមានជាអីសម្រាប់លើកទឹកចិត្តឬក៏កន្លឹះណាមួយចែករំលែកអ្នកដែលបងដែលគាត់ទៅតែចូលលក់ដំបងឬក៏បងដែលគាត់ទៅតែចាប់ផ្ដើមលក់អីបងតើបងមានអីលើកទឹកចិត្តគាត់មានកន្លឹះណាដែលចែករំលែកគាត់ដើម្បីកុំឲ្យថានៅពេលដែលធម្មតាគាត់ដំបងគាត់តែងតែពិបាកតែងតែបាក់ទឹកចិត្តដែរអញ្ចឹងបងមានអីចែករំលែកគាត់តិចទៀតបងមិនថាចាបងមិនថាជាអ្នកលក់របស់ Eligo យើងឬក៏អ្នកខាងក្រៅបង ចាអរគុណអូនចំណុចនេះសំខាន់ណាសម្រាប់បងឬក៏បងប្អូនដែលចង់មានបំណងចង់ចូលលក់ផលិតផលមិនថាផលិតផលក្រុមហ៊ុន Eligo ឬក៏ផលិតផលអីផ្សេងបងប្អូនបើសិនជាអត់មានក្តីស្រឡាញ់ពិតប្រាកដអត់មានការតស៊ូអត់ធ្មត់ព្យាយាមទេគឺអាចនឹងថានិយាយពិតប្រាកដហ្មងអត់ទទួលបានផលដោយការរំពឹងទុកទេដោយសារអីជាមួយនឹងការធ្វើសកម្មភាពក្នុងការរកស៊ីអីមួយឬក៏លក់ផលិតផលតាមអនឡាញក៏ដោយបើសិនជាអត់មានការក្តីស្រឡាញ់ចេញពីខាងក្នុងខ្លួនរបស់យើងអត់ផ្ដោតយើងធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹងអត់ទទួលបានផលដោយសារអីវាតែងតែជួបជំនះនៅឧបសគ្គផ្សេងដូចជាឧទាហរណ៍ការលក់អនឡាញនៅក្នុងក្រុមហ៊ុន Eligo ក៏ដោយការលក់ផលិតផលមួយយើងត្រូវលក់មាន page មានអីអញ្ចឹងណាអញ្ចឹង page តែងតែមានបញ្ហាអញ្ចឹងបើសិនជាមានបញ្ហាជួបហើយយើងអត់មានដំណោះស្រាយនៅបញ្ហាហ្នឹងទេគឺយើងទុកនៅត្រឹងអញ្ចឹងមានអារម្មណ៍ថាឃើញគេលក់ដាច់ហើយមិនយើងលក់អត់ដាច់អញ្ចឹង page រវល់តែខូចអញ្ចឹងយើងទុកបញ្ហាហ្នឹងនៅត្រឹងអត់អភិវឌ្ឍខ្លួនជំនះនៅបញ្ហាឬក៏ឧបសគ្គទាំងអស់ហ្នឹងអត់សួរអ្នកដែលគាត់ធ្លាប់មានបទពិសោធន៍មុនអីអញ្ចឹងអញ្ចឹងលើកទឹកចិត្តបើសិនជាបងចូលមកលក់ទី1គឺអ្នកលក់ដែលមានបទពិសោធន៍យូរហើយសួរគេទៅកុំក្រែងចិត្តឬក៏គិតថាខ្លួនឯងសួរគេអន់អីអត់ទេធម្មតាពេលដែលយើងសួរគេចែកម្លែកឯងអ្នកលក់នៅក្នុងក្រុមហ៊ុន Eligo សិតតែមានក្តីស្រឡាញ់ចែកម្លែកទាំងអស់គ្នាអញ្ចឹងពេលដែលបងប្អូនទទួលបាននៅបទពិសោធន៍ពីអ្នកដែលគាត់លក់មុនអញ្ចឹងទៅយកមកអភិវឌ្ឍទៅហើយធ្វើចិត្តឲ្យមានចិត្តមួយដែលថាយើងបាក់ទឹកចិត្តឲ្យយើងជំរុញចិត្តរបស់យើងឲ្យយើងធ្វើសកម្មភាពកាន់តែខ្លាំងចាអាហ្នឹងគឺបងប្អូនអត់ងាយថាបោះបង់នៅរបរមួយហ្នឹងឯងព្រោះអីខ្ញុំមុននឹងចូលមកដល់ចំណុចមួយនេះខ្លាចជាអ្នកលក់ឆ្នាំមួយនេះគឺមិនមែនស្រួលទេជួបបញ្ហាដូចតែគ្នាហ្នឹងតែបញ្ហាទាំងអស់ហ្នឹងគឺខ្ញុំតែងតែជំនះវាខ្ញុំអត់មានទុកចោលទេចាលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាអ្នកថ្មីចាសម្រាប់អ្នកថ្មីបើសិនជាជួបនៅបញ្ហាកាំងស្ទះនៅការលក់បងប្អូនបាក់ទឹកចិត្តហើយក្រោកឡើងវិញកុំដួលហើយដួលហ្មងណាចាអរគុណអូនចាអរគុណបងពិសេសខ្លាំងមែនតើឃើញថាពីខ្ញុំក៏ដូចជាទស្សនិកជនទាំងអស់គ្នាគឺបានរៀនសូត្រពីបងច្រើនព្រោះដោយសារតាអ្នកដែលគាត់លក់ថ្មីនៅពេលដែលគាត់ជួបបញ្ហាបើសិនជាគាត់អាចបានសួរនាំជាមួយនឹងអ្នកដែលគាត់ធ្លាប់មានបទពិសោធន៍ទេគាត់អាចនឹងបាក់ទឹកចិត្តចាហើយនឹងអាចបោះបង់ចោលចាចឹងកន្លែងហ្នឹងបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនកំពុងតែមានបញ្ហាតាក់ទងជាមួយនឹងមិនថាអ្នកលក់ជាមួយក្រុមហ៊ុនឬអ្នកលក់ក្រៅទេបងបើសិនជាមានបញ្ហាបងប្អូនពីក្រុមពីកម្មវិធីក៏ដូចជាបងសិកលគឺគាត់លើកទឹកចិត្តឲ្យយើងកុំកិច្ចនៅបញ្ហាតែងតែស្វាត់ស្វែងរកដំណោះស្រាយចាបងអរគុណច្រើនបងពីខាងបងទៅក៏ដូចជាអស់នៅសំណួរសម្រាប់ការសួរបងដែរចាបងប្រហែលជាយើងនឹងជួបគ្នាម្ដងទៀតនៅ season 2ចាបងចាអរគុណច្រើនបងប្អូនទស្សនិកជនទាំងអស់គ្នាការលូតលាស់របស់អ្នកគឺជាភាពជោគជ័យនៃ Eligo ចាខណៈពេលនេះបើសិនជាទស្សនិកជនមានចំណាប់អារម្មណ៍ឬក៏មានចម្ងល់ចង់ខ្លាយទៅជាដៃគូផ្នែកលក់ជាមួយនឹងក្រុមហ៊ុន Eligo បងប្អូនអាចធ្វើការ contact ឬក៏ឆាតចូល page មកឥឡូវនេះខាងក្រុមហ៊ុននឹងមានក្រុមការងារឆាតតបសារជូនបងប្អូនរយៈពេល24ម៉ោងតែម្ដងចា
ចាពីខាងខ្ញុំទៅក៏អរគុណច្រើនបងសិកលគុណច្រើនបងដែលបងបានចែករំលែកតាក់ទងជាមួយនឹងចំណេះដឹងការលក់ចំណេះដឹងគ្រួសារអីជាច្រើនហូរហែចាអញ្ចឹងពីខាងកម្មវិធីគណៈពេលនេះគឺឈានចូលទៅដល់ទីបញ្ចប់ហើយនាងខ្ញុំក៏សូមជូនពរឲ្យទស្សនិកជនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមដល់ចប់ឲ្យជួបតែសេចក្តីសុខក្តីចម្រើនរកទទួលទានមានបាននាងខ្ញុំជាមួយនឹងបងសិកលសូមអរគុណសូមជម្រាបលា Aligo, create your world.